កាលពីប្រមាណថ្ងៃមុននេះគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.1 វិកទ័របានវាយប្រហារយ៉ាងខ្លាំងក្លានៅខេត្តគូម៉ាម៉ូតូតំបន់ខ្យូស៊ូភាគនិរតីនៃប្រទេសជប៉ុនទោះបីជាកម្លាំងនៃការអង្រួននេះខ្លាំងក្លារហូតដល់ថ្នាក់រញ្ជួយអគារនិងផ្សារទំនើបយ៉ាងរន្ធត់ប៉ុន្តែសំណង់អគារភាគច្រើនលើសលប់នៅតែអាចឈរជើងបានមិនបាក់រលំទ្រុឌទ្រោមនោះទេតើមានអាថ៌កំបាំងវិស្វកម្មអ្វីខ្លះនៅពីក្រោយការសាងសង់អគាររបស់ជប៉ុនដែលធ្វើឲ្យពួកគេអាចតស៊ូជាមួយគ្រោះធម្មជាតិនេះបានយ៉ាងអស្ចារ្យចំណេះដឹង3នាទីនឹងពន្យល់បង្ហាញនៅក្នុងវីដេអូនេះអាថ៌កំបាំងទី1គឺបច្ចេកវិទ្យា Base Isolation ប្រព័ន្ធគ្រឹះដាច់ដោយឡែកនៅជប៉ុនអគារធំៗមិនត្រូវបានសង់ភ្ជាប់ផ្ទាល់នឹងដីនោះទេគេដាក់បាសជ័រ Rubber bearing ឬរ៉េស័រដែកថែបនៅចន្លោះអគារនិងបាតអគារពេលដីរញ្ជួយគ្រឹះខាងក្រោមបោះអង្រួនតែអគារខាងលើគ្រាន់តែរំកិលយោយឺតដូចជិះទូកលើទឹកបាត់បង់កម្លាំងបំផ្លាញចិត្តអស់អាថ៌កំបាំងទី2គឺប្រព័ន្ធ Seismic Damper ស្នប់ទប់លំនឹងគេបំពាក់ស្នប់ធារាសាស្ត្រឬដុំទម្ងន់យក្សនៅកណ្ដាលអគារពេលរញ្ជួយដីទាញអគារទៅឆ្វេងដុំទម្ងន់នេះនឹងទាញអគារមកស្ដាំវិញភ្លាមៗដើម្បីរក្សាលំនឹងអាថ៌កំបាំងទី3គឺសំណង់បត់បែន Flexible Structure វិស្វករជប៉ុនសាងសង់អគារឲ្យមានភាពទន់ភ្លន់អង្រួនតែមិនបាក់ដោយប្រើដែកថែបពិសេសដែលអាចបត់បែនបានមិនត្រឹមតែបច្ចេកវិទ្យាសំណង់នោះទេប្រទេសជប៉ុនមានច្បាប់សំណង់តឹងរ៉ឹងបំផុតលើលោកដែលតែងតែធ្វើបច្ចុប្បន្នភាពរៀងរាល់ពេលដែលមានរញ្ជួយដីធំៗអគារណាដែលសង់មិនត្រូវតាមស្តង់ដារនឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយបន្ថែមពីនេះជប៉ុនមានប្រព័ន្ធប្រកាសអាសន្ន Early Warning System មុនពេលរលកអង្រួនធំមកដល់10ទៅ30វិនាទីសារអាសន្ននឹងលាន់ឮទៅលើទូរស័ព្ទដៃប្រជាជនគ្រប់រូបរថភ្លើងល្បឿនលឿន Shinkansen នឹងចាប់ប្រាំងអូតូនិងរោងចក្រអគ្គិសនីត្រូវកាត់ដាច់ភ្លាមៗដើម្បីការពារការពុះឆេះគ្រោះធម្មជាតិនៅគូម៉ាម៉ូតូកាលពីប្រមាណថ្ងៃមុននេះគឺជាភស្តុតាងស្រស់ៗដែលបង្ហាញថាទោះបីធម្មជាតិមានកម្លាំងបំផ្លាញធំធេងយ៉ាងណាក៏ដោយប៉ុន្តែចំណេះដឹងវិទ្យាសាស្ត្រនិងការត្រៀមខ្លួនជាស្រេចរបស់មនុស្សជាតិអាចកាត់បន្ថយការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់តើបងប្អូនយល់យ៉ាងណាដែរចំពោះបច្ចេកវិទ្យាតស៊ូនឹងគ្រោះធម្មជាតិរបស់ជប៉ុនបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាកុំភ្លេចចុច Like Share និង Subscribe Channel ចំណេះដឹង3នាទីរបស់យើងខ្ញុំដើម្បីទទួលបានវីដេអូវិភាគនិងប្រវត្តិសាស្ត្រថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណចំពោះការទស្សនា